កាលពីព្រេងនាយមានបងប្អូនស្រីពីរនាក់ដែលរស់នៅជាមួយម្ដាយចិញ្ចឹមម្នាក់ក្មេងស្រីជាបងមានឈ្មោះថានាងខ្ជិលហើយនាងមានចរិតខ្ជិលច្រអូសមិនចូលចិត្តធ្វើការងារអ្វីទាំងអស់គិតតែពីដេកនិងលេងនាងតែងតែអ៊ូទាំនិងត្អូញត្អែរាល់ពេលម្ដាយប្រើឲ្យធ្វើការចំណែកក្មេងស្រីជាអូនមានឈ្មោះថានាងឧស្សាហ៍ឯនាងវិញមានចរិតល្អស្លូតបូតហើយពូកែឧស្សាហ៍ព្យាយាមធ្វើការងារផ្ទះដោយមិនដែលរអ៊ូម្ដងណាឡើយម្ដាយចិញ្ចឹមក៏ស្រឡាញ់នាងខ្ជិលជាកូនដើមហើយតែងតែប្រើនាងឧស្សាហ៍ឲ្យធ្វើការធ្ងន់ខណៈដែលនាងខ្ជិលមិនចាំបាច់ធ្វើអ្វីសោះថ្ងៃមួយម្ដាយចិញ្ចឹមបានបញ្ជាឲ្យនាងឧស្សាហ៍ទៅបោកខោអាវនៅមាត់អូរដែលនៅឆ្ងាយពីផ្ទះនាងឧស្សាហ៍ក៏យកសម្លៀកបំពាក់ដាក់ក្នុងកញ្ចប់ហើយដើរទៅបោកនៅឯមាត់អូរកំឡុងពេលបោកនាងបានធ្វើម្ជុលមាសមួយដើមដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ម្ដាយចិញ្ចឹមធ្លាក់ចូលទៅក្នុងអូរបាត់ទៅនាងឧស្សាហ៍ភ័យស្លន់ស្លោយ៉ាងខ្លាំងហើយយំសោកយ៉ាងខ្លាំងព្រោះខ្លាចចំដាយវាយនាងក៏សម្រេចចិត្តលោតចូលក្នុងអូរដើម្បីរាវកំជុលមាសនោះពេលលោតចុះទៅនាងបែរជាធ្លាក់ចូលទៅក្នុងពិភពមួយផ្សេងទៀតនាងបានដើរតាមផ្លូវនោះរហូតដល់ឃើញលោកយាយចាស់ម្នាក់អង្គុយយាមនៅមុខផ្ទះលោកយាយនោះបានប្រាប់ថាចៅអើយចៅបានមកដល់ផ្ទះលោកយាយការងារហើយដើម្បីបានជួបលោកយាយចៅត្រូវតែធ្វើការងារឲ្យយាយសិនលោកយាយបានប្រាប់នាងឧស្សាហ៍ឲ្យធ្វើការងារជាច្រើនការងារទី1លោកយាយប្រើនាងឲ្យច្រូតស្មៅក្បែររបងផ្ទះដែលមានពស់ធំនៅពាសពេញនាងឧស្សាហ៍មិនខ្លាចហើយបានច្រូតស្មៅនោះអស់ស្អាតដោយគ្រាន់តែប្រាប់ពស់ថាខ្លួនមិនធ្វើបាបពួកវាទេការងារទី2លោកយាយប្រើនាងឲ្យបោសសម្អាតផ្ទះដែលពេញទៅដោយធូលីដីនិងកំទេចកំទីនាងក៏បោសសម្អាតផ្ទះនោះរហូតដល់ភ្លើតលោងការងារទី3លោកយាយប្រើនាងឲ្យដាំដំណាំនិងស្រោចទឹកដោយមិនមានឧបករណ៍គ្រប់គ្រាន់នាងក៏ខិតខំធ្វើរហូតដល់ដំណាំដុះលូតលាស់ល្អដោយឃើញនាងឧស្សាហ៍មិនខ្លាចការលំបាកនិងធ្វើការដោយស្មោះត្រង់លោកយាយក៏ពេញចិត្តយ៉ាងខ្លាំងហើយបានសួរថាចៅចង់បានរង្វាន់អ្វីពីយាយនាងឧស្សាហ៍ឆ្លើយថាខ្ញុំគ្រាន់តែចង់បានម្ជុលមាសរបស់ម្ដាយខ្ញុំមកវិញតែប៉ុណ្ណោះលោកយាយញឹមរួចចង្អុលទៅទ្រូងមាសនិងទ្រូងស្ពាន់ហើយនិយាយថាម្ជុលមាសស្ថិតនៅក្នុងទ្រូងទាំងនេះចៅចង់យកទ្រូងណានាងឧស្សាហ៍មិនចង់បានទ្រព្យសម្បត្តិច្រើនព្រោះនាងជាមនុស្សស្លូតត្រង់ហើយគិតថាកុំរំខានលោកយាយយូរពេកនាងក៏រើសយកទ្រូងស្ពាន់ដែលតូចជាងគេពេលនាងត្រឡប់មកដល់ផ្ទះវិញហើយបើកទ្រូងស្ពាន់នោះមើលនៅក្នុងនោះមិនត្រឹមតែមានម្ជុលមាសនោះទេតែថែមទាំងមានមាសប្រាក់និងគ្រឿងអលង្ការច្រើនរាប់មិនអស់ម្ដាយចិញ្ចឹមនិងនាងខ្ជិលឃើញដូច្នោះក៏ស្ញប់ស្ញែងនិងលោភលន់ចង់បានភ្លាមម្ដាយចិញ្ចឹមក៏បញ្ចុះបញ្ចូលនាងខ្ជិលឲ្យធ្វើម្ជុលមាសមួយដើមទៀតហើយធ្វើវាឲ្យធ្លាក់ចូលក្នុងអូរដូចនាងឧស្សាហ៍ដែរនាងខ្ជិលក៏ធ្វើតាមហើយលោតចូលក្នុងអូរទៅជួបនឹងលោកយាយការងារលោកយាយបានប្រើនាងខ្ជិលឲ្យធ្វើការងារទាំង3ដូចមុនច្រូតស្មៅនាងខ្ជិលឆ្លើយថាអូយធុញណាស់ខ្ញុំខ្លាចពស់ណាស់ខ្ញុំមិនធ្វើទេបោះសម្អាតផ្ទះនាងខ្ជិលត្អូញត្អែថាផ្ទះអ្វីខ្វក់ម្លេះខ្ញុំខ្ជិលបោះទេយាយទៅបោះខ្លួនឯងទៅតាមដំណាំនាងខ្ជិលឆ្លើយថាវាហត់ពេកខ្ញុំមិនធ្វើការក្រោមពន្លឺថ្ងៃទេលោកយាយក៏ខឹងសម្បាយ៉ាងខ្លាំងប៉ុន្តែនៅតែទុកឱកាសឲ្យនាងខ្ជិលរើសរង្វាន់នាងខ្ជិលដោយសារតែភាពលោភលន់នាងក៏រើសយកទ្រូងមាសដែលធំជាងគេបំផុតពេលនាងខ្ជិលត្រឡប់មកដល់ផ្ទះវិញនាងក៏បើកទ្រូងមាសដោយក្តីសង្ឃឹមប៉ុន្តែនៅក្នុងនោះបែរជាមានពស់ចាប់ផ្ដើមចេញមកចឹកនាងនិងវត្ថុចង្រៃអាក្រក់ជាច្រើនដែលធ្វើឲ្យនាងឈឺចាប់ហើយបានបំផ្លាញទ្រព្យសម្បត្តិទាំងអស់ដែលនាងខ្ជិលនិងម្ដាយចិញ្ចឹមមានចាប់ពីពេលនោះមកនាងខ្ជិលក៏ដឹងខ្លួនខុសហើយចាប់ផ្ដើមខិតខំធ្វើការងារឈប់ខ្ជិលច្រអូសទៀតទៅមេរៀនដ៏សំខាន់ពីរឿងក្មេងស្រីខ្ជិលនិងក្មេងស្រីឧស្សាហ៍គឺភាពឧស្សាហ៍ព្យាយាមនាំមកនូវផលល្អការមិនខ្លាចការលំបាកនិងការតាំងចិត្តធ្វើការងារដោយស្មោះត្រង់នឹងទទួលបានផលតបស្នងដ៏អស្ចារ្យភាពខ្ជិលច្រអូសនាំមកនូវមហន្តរាយការលោភលន់និងការមិនចង់ធ្វើការងារនឹងធ្វើឲ្យយើងជួបតែទុក្ខលំបាកនិងភាពវិនាសអន្តរាយកុំចង់បានរបស់ងាយភាពជោគជ័យនិងទ្រព្យសម្បត្តិពិតប្រាកដគឺកើតចេញពីការខិតខំរបស់ខ្លួនឯងមិនមែនកើតចេញពីភាពលោភលន់នោះទេ